Baជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងជួបគ្នាជាថ្មីបន្តទៀតហើយក្នុងការចែករំលែកវីដេអូក្នុងការដំណើរកម្សាន្តរបស់ខ្ញុំនៅពេលចុងសប្តាហ៍នេះបាទហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរនៅក្នុងភូមិមួយហើយយើងឆ្ពោះទៅទីតាំងមួយកន្លែងដែលជាទីតាំងប្រវត្តិសាស្ត្រផងដែរហើយក៏ជាទីតាំងសម្រាប់ទៅលេងកម្សាន្តផងដែរហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរតាមដងផ្លូវគ្រូក្រហមមួយកន្លែងនៅក្នុងឃុំស្នាអន្សាស្រុកក្រក្រខេត្តពោធិ៍សាត់បាទហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរទៅជិតដល់ទីតាំងនោះផងដែរដោយយើងឃើញថាមានផ្ទះប្រជាពលរដ្ឋក៏រស់នៅអមសងផ្លូវហើយនេះជាសកម្មភាពមួយដែលយើងបានកំពុងមកដល់ទីតាំងនោះផងដែរហើយយើងឃើញថាទីតាំងហ្នឹងគឺមានទេសភាពស្រស់ស្អាតមែនទែននៅទោះបីជានៅរដូវប្រាំងក៏ដោយហើយយើងឃើញថាមានទឹកហើយក៏មានទីតាំងអង្គុយលេងផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់ប្រកបមុខរបរដើម្បីលក់ដូរនៅទីតាំងនោះផងដែរបាទហើយយើងឃើញថាមានកន្លែងអង្គុយលេងមានកញ្ចុះមានអីហ្នឹងសម្រាប់តុសម្រាប់ប្រជាពលរដ្ឋឬក៏ភ្ញៀវទេសចរដែលគាត់មកកំសាន្តនៅពេលចុងសប្តាហ៍ឬក៏នៅរដូវកាលបុណ្យទានផ្សេងៗផងដែរបាទហើយអំឡុងពេលដែលខ្ញុំបានមកដល់ទីនេះគឺពុំមានសូវមានអ្នកមកលេងទេដោយសារតែយើងឃើញថានៅរដូវនេះគឺពួកគាត់រវល់ការងារផងដែរហើយនេះខ្ញុំបានឆ្លៀតមកថតនៅវីដេអូដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់បានឃើញហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តវីដេអូរបស់ខ្ញុំបន្តទៀតដើម្បីជាការចែករំលែកនៅតំបន់ប្រវត្តិសាស្ត្រឬក៏ជាទីតាំងរមណីយដ្ឋានផ្សេងៗក្នុងការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានកំពុងមកដល់ទីតាំងនោះផងដែរហើយទីតាំងហ្នឹងមានឈ្មោះថាដំណាក់ក្រាញ់ហើយមានពុកម៉ែបងប្អូនខ្លះក៏គាត់ហៅថាទំនប់ទឹកដំណាក់ក្រាញ់ផងដែរបាទហើយទីនេះគឺយើងឃើញថានៅរដូវប្រាំងគឺទឹកវាស្រកហើយក៏យើងឃើញថាមានការធ្វើដូចជាស្ពានទ្វារទឹកអីជាដើមនៅពេលដែលរដូវទឹកឡើងមកវិញបាទហើយរដូវទឹកឡើងហ្នឹងមានថាចាប់ពីខែ6រហូតដល់ខែ11បាទហើយនេះជាទស្សនវិជ្ជាដែលយើងឃើញហើយថាមានទឹកស្រកយ៉ាងខ្លាំងហើយយើងឃើញថាអត់ទាន់មានអ្នកមកលេងទេដោយសារតែនៅមិនទាន់ដល់រដូវកាលបុណ្យទានបាទហើយយើងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនិងគាំទ្រកុំភ្លេចជួយចុច Subscribe នៅ Channel វីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ខ្លួនខ្ញុំផ្ទាល់ផងដែរបាទហើយយើងឃើញអំពីទស្សនភាពនៅក្នុងបរិវេណឬក៏ទីធ្លានៅក្នុងទស្សនភាពនៃទំនប់ដំណាក់ក្រាញ់នេះគឺយើងឃើញអំពីទស្សនភាពស្រស់ស្អាតហើយយើងក៏មានកន្លែងថតរូបជាច្រើនផងដែរហើយតាមដែលខ្ញុំសួរព័ត៌មានទៅដល់អ្នកលក់នៅក្បែរៗហ្នឹងគាត់ថាមនុស្សដែលមកលេងច្រើនមានតែ2រដូវទេគឺរដូវចូលឆ្នាំហើយនិងរដូវភ្ជុំបិណ្ឌបាទហើយចូលឆ្នាំក៏មិនសូវសម្បូរដែរដោយសារតែអត់មានទឹកលេងបើរដូវភ្ជុំហើយមួយទៀតគឺអុំទូកគឺយើងឃើញថាមានទឹកច្រើនអញ្ចឹងគឺពួកគាត់អាចមកទស្សនាឬកំសាន្តឬក៏មកលេងទឹកហ្នឹងផងដែរបាទហើយយើងឃើញអំពីទស្សនភាពនៅជុំវិញដំណាក់ក្រាញ់ហ្នឹងគឺឃើញថាមានការរៀបចំបានយ៉ាងល្អហើយក៏មានអ្នកគ្រប់គ្រងនៅនឹងផ្ទាល់ផងដែរដើម្បីថែរក្សាឬក៏សម្អាតនៅកន្លែងហ្នឹងផងដែរបាទហើយវីដេអូរបស់ខ្ញុំមិនមានអីច្រើនសម្រាប់ក្នុងការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទេប៉ុន្តែខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតដើម្បីទៅកាន់ពុកម៉ែបងប្អូនអ្នកដែលចូលចិត្តនៅការដើរកម្សាន្តឬក៏អ្នកដែលចូលចិត្តធ្វើ vlog ទាំងអស់គ្នាហ្នឹងសង្ឃឹមថាជួយចែករំលែកទៅកាន់ពុកម៉ែបងប្អូនបន្តទៀតដើម្បីឲ្យបានដឹងនៅ
អំពីកន្លែងកំសាន្តផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងណាបាទហើយនេះខ្ញុំបានឡើងមកកន្លែងខាងខ្ពស់ហើយដើម្បីថតនៅទស្សនភាពជុំវិញនៃទំនប់ទឹកដំណាក់ក្រាញ់នឹងផ្ទាល់តែម្ដងបាទហើយយើងឃើញថាមានទស្សនភាពក្តៅប៉ុន្តែមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលយើងបានមកទស្សនានៅកន្លែងតំបន់រមណីយដ្ឋាននោះផ្ទាល់តែម្ដងបាទហើយជាចុងក្រោយខ្ញុំមិនមានអ្វីច្រើនទេខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងតាមដាននៅសកម្មភាពរបស់ខ្ញុំបន្តទៀតហើយជាចុងក្រោយខ្ញុំមានតែពីរអរគុណជម្រាបលា